នេះជារថយន្តការពារគ្រាប់កាំភ្លើងធន់ស្រាល10ប្រភេទដែលជាសេះចម្បាំងដ៏រហ័សរហួនមានតម្លៃថោកប៉ុន្តែមានសមត្ថភាពខ្លាំងអស្ចារ្យក្នុងសង្គ្រាមជួរមុខវាស័ក្តិសមបំផុតសម្រាប់កម្ពុជាគួរទិញយកមកប្រើប្រាស់សួស្តីប្រិយមិត្តទស្សនិកជនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះយន្តនឹងមកនិយាយអំពីរថយន្តពាសដៃធន់ស្រាលទាំង10ប្រភេទដែលស័ក្តិសមបំផុតសម្រាប់កងទ័ពកម្ពុជាយើងមូលហេតុដែលរថយន្តទាំងនេះស័ក្តិសមគឺដោយសារតែវាមានតម្លៃថោកសមរម្យងាយស្រួលរកគ្រឿងបន្លាស់ងាយស្រួលថែទាំប៉ុន្តែបំពាក់មកជាមួយនឹងសមត្ថភាពដ៏អស្ចារ្យទាំងក្នុងការធ្វើសង្គ្រាមនិងការចុះល្បាតតាមព្រំដែនមុនចូលទៅដឹងរថយន្តពាសដៃទាំង10ប្រភេទសូមជួយចុច like ចុច comment និងចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតនៅក្នុងកលល្បិតសង្គ្រាមនិងយុទ្ធសាស្ត្រការពារជាតិក្នុងយុគសម័យទំនើបកងទ័ពមិនអាចពឹងផ្អែកតែទៅលើសពាវុធធុនធ្ងន់ដែលធ្វើចលនាយឺតឬត្រូវការពេលវេលាយូរក្នុងការរៀបចំដូចជាប្រព័ន្ធបាញ់រ៉ុកែត BM-21 Grad សម្រាប់គ្រប់កាលៈទេសៈនោះទេថ្មីត្បិតតែអាវុធធុនធ្ងន់ទាំងនោះមានអានុភាពបំផ្លិចបំផ្លាញមហាសាលក្តីប៉ុន្តែអ្វីដែលកងទ័ពជួរមុខត្រូវការចាំបាច់បំផុតប្រចាំថ្ងៃសម្រាប់ការចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនភូមិសាស្ត្រព្រៃភ្នំនិងការចល័តទ័ពឆ្លើយតបរហ័សគឺល្បឿននិងភាពបត់បែនសម្រាប់ប្រទេសកម្ពុជាដែលមានភូមិសាស្ត្រចម្រុះរួមមានព្រៃក្រាស់ភ្នំនិងតំបន់វាលទំនាបរថយន្តទាំង10ប្រភេទនេះស័ក្តិសមបំផុតសម្រាប់កងទ័ពកម្ពុជាទី1រថយន្តឌុងហ្វឹងមឹងស៊ីផលិតដោយប្រទេសចិនរថយន្តនេះប្រៀបបានទៅនឹងសេះចម្បាំងដ៏ស្មោះត្រង់ដែលធ្លាប់ស្គាល់ភូមិសាស្ត្រស្រុកខ្មែរយ៉ាងច្បាស់វាគឺជារថយន្តដែលត្រូវបានរចនាឡើងដោយមានរូបរាងស្រដៀងនឹងរថយន្តសឹក Humvee ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកប៉ុន្តែចិនបានកែច្នៃវាឲ្យមានលក្ខណៈពិសេសជាងមុនគីស៊ីប្រេងតិចជាងនិងមានគ្រឿងបន្លាស់ងាយស្រួលក្នុងការជួសជុលថែទាំសមត្ថភាពដ៏អស្ចារ្យរបស់វាគឺភាពងាយស្រួលក្នុងការផ្លាស់ប្ដូរមុខងារទៅតាមតម្រូវការជាក់ស្ដែងថ្ងៃនេះវាអាចជារថយន្តដឹកកងទ័ពធម្មតាចុះល្បាតតែព្រឹកស្អែកជាងយន្តសាស្ត្រកងទ័ពអាចដំឡើងកាំភ្លើងយន្តធុនធ្ងន់ឬប្រព័ន្ធបាញ់រ៉ុកែតខ្នាតស្រាលឲ្យលឿនដំបូលរបស់វាបានយ៉ាងងាយស្រួលបំផុតកម្លាំងម៉ាស៊ីនរបស់វាត្រូវបានដំឡើងយ៉ាងពិសេសដើម្បីអាចកាត់រុញជ្រែកដីផកជ្រាវនៅរដូវវស្សាដោយមិនងាយនឹងជាប់ផុងឬរអិលឡើយតម្លៃទីផ្សារប៉ាន់ស្មានចន្លោះពី$60,000ទៅ$80,000ក្នុងមួយគ្រឿងទី2រថយន្ត Pindad ផលិតដោយប្រទេសឥណ្ឌូនេស៊ីសូមស្រមៃថារថយន្តនេះគឺជាអ្នកប្រមាញ់ដ៏ស្ងៀមស្ងាត់នៅក្នុងតំបន់ព្រៃក្រាស់ប្រទេសឥណ្ឌូនេស៊ីបានបង្កើតរថយន្តនេះឡើងក្នុងគោលបំណងចម្បងតែមួយគត់គឺសម្រាប់បម្រើដល់ប្រតិបត្តិការសង្គ្រាមតព្រៃនៅក្នុងបរិបទភូមិសាស្ត្រអាស៊ីអាគ្នេយ៍យើងនេះតែម្ដងដោយសារតែវាមានតម្លៃថោកខ្លាំងធៀបនឹងរថយន្តដទៃកងទ័ពអាចមានលទ្ធភាពបញ្ជាទិញវាបានក្នុងចំនួនច្រើនដើម្បីពង្រេកម្លាំងឲ្យបានទូលំទូលាយវាមិនមានបំពាក់ដៃការពារក្រាស់ឃ្មឹកដែលធ្វើឲ្យវាធ្ងន់និងយឺតនោះទេផ្ទុយទៅវិញវាផ្ដោតសំខាន់លើភាពស្រាលល្បឿននិងការកាត់បន្ថយសំឡេងម៉ាស៊ីនទ្វារសងខាងរបស់វាអាចដោះចេញបានយ៉ាងលឿនដែលអនុញ្ញាតឲ្យកងទ័ពអាចលោតចេញចូលឬបើកការបាញ់ប្រហារសងសឹកបានភ្លាមរហ័សដោយផ្លែកបន្ទោនៅពេលចុះល្បាតហើយរងការវាយឆ្មៅតម្លៃទីផ្សារប៉ាន់ស្មានចន្លោះពី$40,000ទៅ$50,000ក្នុងមួយគ្រឿងទី3រថយន្ត Mahindra Marksman ផលិតដោយប្រទេសឥណ្ឌាប្រសិនបើកងកម្លាំងប្រដាប់អាវុធត្រូវចុះប្រតិបត្តិការនៅតំបន់ទីប្រជុំជនឬក៏ទីក្រុងដែលមានការប៉ះទង្គិចគ្នារថយន្តនេះប្រៀបដូចជាបន្ទាយផ្លាស់ទីបានអញ្ចឹង Marksman មានរូបរាងតូចល្មមងាយស្រួលបើកបរជ្រៀតតាមផ្លូវចង្អៀតក្នុងទីក្រុងប៉ុន្តែអ្វីដែលធ្វើឲ្យសត្រូវញញើតគឺកម្រាស់ដៃការពាររបស់វាកងទ័ពដែលអង្គុយខាងក្នុងអាចមានអារម្មណ៍សុវត្ថិភាព 100% ដោយសារតួរថយន្តទាំងមូលអាចការពារគ្រាប់កាំភ្លើងយន្តខ្នាតតូចនិងអំបែងគ្រាប់បែកដៃបានយ៉ាងងាយស្រួលអ្វីដែលកាន់តែអស្ចារ្យ
សូម្បីតែកង់របស់វា Run Flat Tires ទោះបីជាត្រូវគេបាញ់ធ្លាយអស់ខ្យល់ទាំង4គ្រាប់ក៏វានៅតែអាចប្រឹងបើកបររត់គេចពីតំបន់គ្រោះថ្នាក់បានចម្ងាយរាប់សិបគីឡូម៉ែត្រទៀតដោយសុវត្ថិភាពតម្លៃទីផ្សារប៉ាន់ស្មានប្រមាណ$50,000ក្នុងមួយគ្រឿងទី4រថយន្ត Gas Tiger ផលិតដោយប្រទេសរុស្ស៊ីរថយន្តនេះគឺជាសត្វសាហាវពិតប្រាកដដែលមិនខ្លាចឧបសគ្គអ្វីទាំងអស់នៅលើគោកចំណុចលេចធ្លោបំផុតដែលធ្វើឲ្យអ្នកបើកបរកងទ័ពលង់ស្រឡាញ់វាគឺប្រព័ន្ធកង់ដ៏ឆ្លាតវៃរបស់វាអ្នកបើកបរមិនចាំបាច់ចុះពីរថយន្តប្រថុយនឹងគ្រោះថ្នាក់ដើម្បីសប់ខ្យល់កង់នោះទេនៅពេលបើកបរចូលដល់ផ្លូវភុកជ្រៅឬវាលខ្សាច់អ្នកបើកបរគ្រាន់តែចុចប៊ូតុងមួយនោះប្រព័ន្ធកុំព្យូទ័រនឹងបញ្ចេញខ្យល់កង់ឲ្យធូរដោយស្វ័យប្រវត្តិដើម្បីឲ្យកង់សំប៉ែតហើយតោងដីបានកកកិច្ចល្អហើយនៅពេលវាលូនឡើងដល់ផ្លូវកៅស៊ូវិញប្រព័ន្ធនឹងបូមខ្យល់បញ្ចូលវិញភ្លាមយ៉ាងរហ័សជើងក្រោមរបស់វារឹងមាំនិងមានប្រព័ន្ធបូមឯករេកដែលធ្វើឲ្យការបើកបរលើផ្លូវថ្មរដុបនៅលបឿនលឿនមានអារម្មណ៍ថាហាក់ដូចជាកំពុងជិះលើផ្លូវរាបស្មើដោយមិនធ្វើឲ្យទីហ៊ានខាងក្នុងពោកក្បាលនោះទេតម្លៃទីផ្សារប៉ាន់ស្មានចន្លោះពី$90,000ទៅ$10,000ក្នុងមួយគ្រឿងទី5រថយន្ត Agrale Marua ផលិតដោយប្រទេសប្រេស៊ីលអាចកំបាំងនៃភាពខ្លាំងរបស់រថយន្តយោធាមួយនេះគឺស្ថិតនៅលើពាក្យថាភាពសាមញ្ញបំផុតនៅក្នុងសមរភូមិជាក់ស្ដែងពេលខ្លះរថយន្តទំនើបដែលមានប្រព័ន្ធកុំព្យូទ័រឬខ្សែភឿងរញ៉េរញ៉ៃច្រើនតែងតែងាយគាំងនិងខូចនៅពេលត្រូវទឹកភ្លៀងត្រាំទឹកយូរឬត្រូវកម្ដៅថ្ងៃខ្លាំងប៉ុន្តែសម្រាប់រថយន្តពីប្រទេសប្រេស៊ីលមួយនេះវាជារថយន្តដែលពឹងផ្អែកលើគ្រឿងម៉ាស៊ីនសុទ្ធសាធ Mechanical Pure មានន័យថាទោះបីជាបោកបរកាត់ទឹកស្ទឹងជ្រៅឆ្លេកកង់ឬលិចចិត្តដល់ដំបូលក៏ដោយក៏វាមិនរលត់ឬគាំងប្រព័ន្ធអគ្គិសនីអ្វីដែរបើទោះបីជារងការខូចខាតនៅលើសមរភូមិក៏ជាងជួសជុលរបស់កងទ័ពអាចប្រើប្រាស់ត្រឹមតែសោនិងប្រដាប់ប្រដាជាងធម្មតាដើម្បីជួសជុលវាឲ្យដំណើរការវិញបានយ៉ាងរហ័សដោយមិនបាច់ត្រូវការកុំព្យូទ័រមកដោតស្កែនរកជំងឺនោះទេតម្លៃទីផ្សារប៉ាន់ស្មានចន្លោះពី$12,000ទៅ$14,000ក្នុងមួយគ្រឿងទី6រថយន្ត Shaanxi Baoji Tiger ផលិតដោយប្រទេសចិននេះគឺជារថយន្តសង្គ្រោះអាយុជីវិតពិតប្រាកដនៅពេលដែលកងទ័ពត្រូវធ្វើដំណើរឆ្លងកាត់តំបន់ដែលសង្ស័យថាមានបង្កាយគ្រាប់មីនការរចនាដ៏ឆ្លៀកវៃរបស់រថយន្តនេះគឺស្ថិតនៅត្រង់បាតខាងក្រោមរបស់វាដែលត្រូវបានពាសដែកនិងមានរាងស្រួចដូចជាអក្សរ V V-hole ប្រសិនបើកងរថយន្តអកុសលទៅជាន់មីនផ្ទុះកម្លាំងផ្ទុះដ៏ខ្លាំងនោះមិននឹងបុកទម្លាយបាតរថយន្តត្រង់ឡើងលើធ្វើឲ្យទាហានរងគ្រោះទេតែរចនាសម្ព័ន្ធអក្សរ V នេះនឹងបង្វិលកម្លាំងផ្ទុះឲ្យខ្ទាតចេញទៅសងខាងវិញដែលជួយធានាអាយុជីវិតកងទ័ពខាងក្នុងបានយ៉ាងល្អវាក៏មានរុនតូចៗនៅតាមកញ្ចក់បង្អួយដែរដែលផ្ដល់លទ្ធភាពឲ្យទាហានអាចយកជងកំភ្លើងសកជិនមកក្រៅដើម្បីបាញ់តសត្រូវវិញដោយមិនចាំបាច់បើកទ្វារប្រថុយជីវិតឡើយតម្លៃទីផ្សារប៉ាន់ស្មានចន្លោះពី$80,000ក្នុងមួយគ្រឿងទី7រថយន្ត Tata Merlin ផលិតដោយប្រទេសឥណ្ឌាសូមកុំមើលស្រាលរថយន្តនេះឲ្យសោះទោះបីជាវាមានតម្លៃសមរម្យប៉ុន្តែវាត្រូវបានចាត់ទុកជារថយន្តដែលផលិតឡើងស្របតាមស្តង់ដារគុណភាពនិងសុវត្ថិភាពរបស់អង្គការ NATO Standard រថយន្តនេះប្រៀបបាននឹងឧបករណ៍បំផ្លែងខ្លួនអញ្ចឹងថ្ងៃនេះវាអាចត្រូវបានបំពាក់ដោយកញ្ចក់ការពារគ្រាប់កាំភ្លើងនិងដៃក្រាស់ៗសម្រាប់ធ្វើជារថយន្តការពារថ្នាក់ដឹកនាំជាន់ខ្ពស់ប៉ុន្តែត្រឹមតែប៉ុន្មានម៉ោងក្រោយគេអាចដោះដំបូលវាចេញដើម្បីកែច្នៃវាជារថយន្តដឹកជញ្ជូនរំសេវឬស្បៀងអាហារទៅកាន់សមរភូមិជួរមុខវិញបានយ៉ាងងាយស្រួលអ្វីដែលជាចំណុចទាក់ទាញបំផុតនោះគឺគ្រឿងបន្លាក់របស់វាមានតម្លៃថោកខ្លាំងនិងងាយស្រួលរកទិញនៅលើទីផ្សារធ្វើឲ្យចំណាយលើការថែទាំប្រចាំឆ្នាំរបស់កងទ័ពអស់តិចតួចបំផុតតម្លៃទីផ្សារប៉ាន់ស្មានប្រមាណ$60,000ទៅ$10,000ក្នុងមួយគ្រឿងទី8
รถยนต์เกียร์ KLTV ผลิตโดยประเทศโกเรខាងត្បូងនេះមិនមែនជាត្រឹមតែជារថយន្តសម្រាប់បើកបរផ្ទាល់នោះទេប៉ុន្តែវាត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលបញ្ជាការចល័តដ៏ទំនើបនិងស៊ីវិល័យបំផុតមួយសម្រាប់កងទ័ពសម័យ Digital ដែលត្រូវការប្រព័ន្ធទំនាក់ទំនងកម្រិតខ្ពស់និងការផ្លាស់ប្ដូរទិន្នន័យលើសមរភូមិរថយន្តនេះគឺពិតជាល្អវាអាចដើរតួជាស្ថានីយបណ្ដាញចល័តដ៏រឹងមាំដោយប្រើប្រាស់ឧបករណ៍បែងចែកបណ្ដាញទំនើបដូចជា Cisco Switches ដែលបំពាក់យ៉ាងមានសុវត្ថិភាពនៅខាងក្នុងដើម្បីភ្ជាប់ទំនាក់ទំនងទៅកាន់ប្រព័ន្ធខ្សែអុបទិកកម្រិតខ្ពស់ឬភ្ជាប់ដោយផ្ទាល់ទៅកាន់ប្រព័ន្ធបញ្ជូនទិន្នន័យខ្នាតធំដូចជា Huawei Optics OSN ដូចជាការភ្ជាប់ប្រព័ន្ធនៅតាមតំបន់ខេត្តកំពង់ចាមជាដើមដើម្បីធានាបាននូវការទំនាក់ទំនងដោយសម្ងាត់លឿនរហ័សនិងមិនងាយត្រូវសត្រូវលួចស្ដាប់បានលើសពីនេះពីក្នុងកាប៊ីនដ៏មានសុវត្ថិភាពនិងត្រជាក់ស្រួលមេបញ្ជាការអាចអង្គុយបញ្ជាយន្តហោះ drone ស៊ើបការកម្រិតខ្ពស់ដូចជា drone Dominator XP ឲ្យហោះហើរពីលើទីតាំងសត្រូវដើម្បីផ្ដិតយករូបភាពនិងទិន្នន័យជាក់ស្ដែង real time data រួចបញ្ជូនមកកាន់អេក្រង់កុំព្យូទ័រក្នុងរថយន្តដោយផ្ទាល់តែម្ដងដែលធ្វើឲ្យការសម្រេចចិត្តលើសមរភូមិមានភាពច្បាស់លាស់បំផុតតម្លៃទីផ្សារប៉ាន់ស្មានចន្លោះពី$120,000 ទៅ$140,000ក្នុងមួយគ្រឿងទី9រថយន្ត URO Vamtac ផលិតដោយប្រទេសអេស្ប៉ាញប្រសិនបើកងទ័ពត្រូវការអ្នកអូសទាញដ៏មានមហិទ្ធិឫទ្ធិមិនចេះនឿយហត់រថយន្តនេះគឺជាជម្រើសទី1ដោយគ្មានការសង្ស័យវាត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាអ្នកឯកទេសខាងឡើងភ្នំនិងឆ្លងកាត់ផ្ទាំងថ្មធំដោយសារតែបាតរថយន្តត្រូវបានរចនាឡើងឲ្យមានកម្ពស់ខ្ពស់ផុតពីដីកម្លាំងម៉ាស៊ីនរបស់វាត្រូវបានតម្រូវឡើងយ៉ាងពិសេសដើម្បីអាចអូសសណ្ដោងកំភឿងធំឬរឺម៉កផ្ទុកអាវុធនិងរំសេវធន់ធ្ងន់ទាញឡើងចំណោតភ្នំចោតបានយ៉ាងរលូនទោះបីជាវាមានទម្ងន់ធ្ងន់និងដឹកអីវ៉ាន់ពេញព្រៀបក្តីប្រព័ន្ធជើងក្រោមដ៏ប៉ិនប្រសប់របស់វានៅតែអាចរក្សាលំនឹងបានយ៉ាងល្អឥតខុសមិនងាយនឹងក្រឡាប់ឡើយសូម្បីតែនៅពេលដែលអ្នកបើកបរត្រូវកាច់ចង្កូតបត់ជាបន្ទាន់ក្នុងល្បឿនលឿនក្តីតម្លៃទីផ្សារប៉ាន់ស្មានចន្លោះពី$10,000 ដល់$30,000ក្នុងមួយគ្រឿង10រថយន្ត Straight Group Typhoon ផលិតដោយប្រទេសអារ៉ាប់រួមថ្មីត្បិតតែរថយន្តយោធាមួយនេះមានរូបរាងធំបន្តិចនិងមានតម្លៃខ្លួនខ្ពស់នៅក្នុងបញ្ជីនេះមែនប៉ុន្តែប្រសិនបើនិយាយពីការផ្ដល់អាទិភាពខ្ពស់បំផុតទៅលើការការពារអាយុជីវិតកងទ័ពគឺពិតជាស័ក្តិសមបំផុតសម្រាប់យុទ្ធសាស្ត្រការពារជាតិកម្ពុជាដោយមិនចាំបាច់ពឹងនឹងហាមប្រទេសជាតិខាងឡើយនេះគឺជារថយន្តពាសដែកប្រភេទ MRAP រថយន្តទប់ទល់គ្រាប់មីននិងការវាយឆ្មប់ដ៏ល្បីល្បាញដែលមានតួខ្លួនខាងក្រោមរចនាឡើងជារាងអក្សរ V យ៉ាងជ្រៅដើម្បីបំបែកកម្លាំងផ្ទុះនៃគ្រាប់បែកច្នៃធន់ IED ឬមីនតោនដែលកប់ក្រោមដីបង្វែលរលកអង្រុនចេញទៅសងខាងមិនឲ្យបុកទម្លុះចូលដល់កាប៊ីនទាហានឡើយរចនាសម្ព័ន្ធរបស់វាត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងរឹងមាំដោយបន្ទាយដៃថែបដែលអាចទប់ទល់នឹងការបាញ់ស្រោយពីកាំភ្លើងយន្តធុនធ្ងន់និងអំបែងគ្រាប់ហ្វ្លោងបានយ៉ាងងាយស្រួលអ្វីដែលកាន់តែពិសេសនិងគិតគូរដោយសុវត្ថិភាពបំផុតនោះគឺវាមានបំពាក់ប្រព័ន្ធកៅអីព្យួរស្រូបកម្លាំងទង្គិចដែលមានតួនាទីស្រូបកម្លាំងរញ្ជួយនិងជួយការពារឆ្អឹងខ្នងរបស់កងទ័ពមិនឲ្យបាក់បែកឬរងរបួសធ្ងន់ធ្ងរឡើយនៅពេលដែលរថយន្តទាំងមូលត្រូវប៉ាងផុតពីដីដោយសារតែការផ្ទុះមីនដ៏កក្រើកមីនតោននេះតម្លៃទីផ្សារប៉ាន់ស្មានចន្លោះពី$250,000 ទៅ$350,000ក្នុងមួយគ្រឿងសរុបសេចក្តីមកតើបងប្អូនជនរួមជាតិយល់យ៉ាងណាចំពោះរថយន្តការពារគ្រាប់កាំភ្លើងទាំង10ប្រភេទនេះតើបងប្អូនស្រឡាញ់ពេញចិត្តនៅរថយន្តមួយប្រភេទណាសូមផ្ដល់មតិយោបល់នៅខាងក្រោមវីដេអូសូមជួយចុច like ចុច subscribe យើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណសូមជម្រាបលា